បច្ចុប្បន្នខ្ញុំកូន4ប្រុស3ស្រី1សម្ដេចបានឲ្យកូនខ្ញុំតវេនពីឪពុកបាន2ធ្វើទាហានចាមួយបានទៅរៀនដុកទ័រនៅប្រទេសវៀតណាមចាខ្ញុំអរគុណសម្ដេចហ៊ុនសែននិងបវរធិបតីដែលបានជួយខ្ញុំគ្រប់យ៉ាងចាជំរាបសួរខ្ញុំឈ្មោះប៉ែនម៉ានីហៅធួសងៃខ្ញុំនៅមកនៅដីអតីតនៅមរតកដាច់ចូលស្រុកព្រីងភូមិវិជាស្រុកស្តុកខេត្តកំពង់ធំដែលខ្ញុំគាត់ធ្វើធាននៅខេត្តកំពង់ធំនៅឆ្នាំ1985គាត់មរណភាពនៅឆ្នាំ2018ទួលផ្ទះនៅខែ11ឆ្នាំ2024ចាខ្ញុំសប្បាយចិត្តត្រេកអរចំពោះសម្ដេចដាច់ចូលហ៊ុនសែននិងបវរធិបតីហ៊ុនម៉ាណែតដែលបានជួយឧបត្ថម្ភខ្ញុំអត់ពីប្តីខ្ញុំទៅចាខ្ញុំអរគុណខ្លាំងខ្ញុំត្រេកអរចង់ស្រក់ទឹកភ្នែកចាខ្ញុំដាំដំណាំហូបផ្លែគ្រប់មុខមួយមុខ2ដើម3ដើមទៅនៅសល់ប្រហែលខ្ញុំនឹងដាំចន្ទីចាបានបន្លែហូបផ្លែរាល់ថ្ងៃនេះនឹងបន្លែយើងមានអីរបស់របរប្រើប្រាស់រាល់ថ្ងៃហ្នឹងខំដេកខ្វះដេកខ្ញុំធ្វើមែនប៉ិនខ្វះដងខ្វះអីទឹកខ្វះភ្លើងអញ្ចឹងបើខ្ញុំបាននឹងទៀតខ្ញុំត្រេកអរខ្ញុំនឹងព្យាយាមធ្វើឲ្យបានរាល់ថ្ងៃណាបច្ចុប្បន្នខ្ញុំកូន4ប្រុស3ស្រី1សម្ដេចបានឲ្យកូនខ្ញុំតវេនពីឪពុកបាន2ធ្វើទាហានចាមួយបានទៅរៀនដុកទ័រនៅប្រទេសវៀតណាមចាខ្ញុំអរគុណសម្ដេចហ៊ុនសែននិងបវរធិបតីដែលបានជួយខ្ញុំគ្រប់យ៉ាងចាកូនខ្ញុំកូនទី3ចូលនៅបានធ្វើទាហានដែរដឹកដុកទ័រកូនទី2ក៏បានធ្វើដែរប៉ុន្តែបានកូនទី3ទៅរៀនដុកទ័រដោយសារសម្ដេចគាត់រើសមានអាហារូបករណ៍ឲ្យទៅរៀននៅប្រទេសវៀតណាមហើយរៀនបាន6ឆ្នាំហើយរៀនបាន6ឆ្នាំទី6ហើយលទ្ធផលរៀនល្អចេញ star ហើយគាត់ថា8ឆ្នាំជាងបានចប់គាត់ថាមកវិញបំរើនៅខាងកេតុមេលាក៏បានសៀមរាបក៏បានចាខ្ញុំសប្បាយត្រេកអរគ្មានអីខ្ញុំដឹងគុណសម្ដេចហ្នឹងនិងបវរធិបតីហ៊ុនម៉ាណែតហ្នឹងដែលបានជួយកូនខ្ញុំឲ្យបានមានមុខរបរមានអាជីពត្រឹមត្រូវនឹងខ្ញុំអរគុណរដ្ឋាភិបាលទាំងអស់ដែលបានជួយខ្ញុំគ្រប់ជាន់ថ្នាក់ដែលបានជួយខ្ញុំជាប្រពន្ធអតីតនឹងដែលបានមានទីលំនៅមានដីរស់នៅច្បាស់លាស់ហើយខ្ញុំក៏ត្រេកអរចំពោះកូនខ្ញុំប្រុស3ដែលប្រកបដោយធម៌ដែលវាធ្វើឲ្យខ្ញុំមិនដែលពិបាកចិត្តខ្ញុំអរគុណរដ្ឋាភិបាលមែនតែនបើមានសងៃដែលអត់ក៏ដោយដល់ខ្ញុំមកនៅទោះតែអត់ទឹកអត់ភ្លើងក៏ខ្ញុំនៅតែព្យាយាមធ្វើអាជីវកម្មខ្ញុំឲ្យរស់រៀនរាល់ថ្ងៃឲ្យបានផ្លែផ្កាដើម្បីយើងផ្គត់ផ្គង់ខ្លួនឯងយើងកុំឲ្យសង្ឃឹមកូននៅទីឆ្ងាយយើងសង្ឃឹមក្នុងជីវិតខ្លួនយើងខ្លះបើបានទីទៀតបានភ្លើងបានទឹកបានផ្លូវទៀតខ្ញុំកាន់តែបង្កើនផលឲ្យល្អជាងនឹងឲ្យរីកចម្រើនជាងនឹងទៀត